សួស្តីអ្នកទាំងអស់គ្នាវិលមកជួបអេដមីនសាជាថ្មីនៅក្នុងសាច់រឿងអ្នកសង្គ្រោះបេះដូងលាក់មុខដែលជាភាគទី19ហើយមុននឹងចូលមកដល់សាច់រឿងហ្នឹងអេដមីនស្នំពរអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Like និងរូបកណ្ដឹងដល់ Channel ថ្មីរបស់អេដមីនម្នាក់មួយផងតោះឥឡូវនេះយើងចូលទៅដល់សាច់រឿងហ្នឹងតែម្ដងទៅឥឡូវនេះ Healer ហ្នឹងគេក៏បានមកតាមរកមុនហោហ្នឹងមកដល់កន្លែងក្រុមហ៊ុនរបស់មុនហោហ្នឹងតែម្ដងហើយនឹងក៏បានឃើញទូរស័ព្ទរបស់មុនហោនៅកន្លែងហ្នឹងទៀតហើយភ្លាមហ្នឹងសត្វតែមានគេនឹងខលមកកាន់ទូរស័ព្ទដៃរបស់មុនហោហើយគេនឹងបានប្រាប់ថាឲ្យ Healer ហ្នឹងគឺធ្វើតាមសំណើរបស់គេនៅពេលដែល Healer ហ្នឹងធ្វើតាមសំណើរបស់គេហើយហ្នឹងគេនឹងឲ្យរង្វាន់ទៅកាន់ Healer ទោះបីជា Healer ហ្នឹងសមគេអ្វីក៏គេឲ្យ Healer ដែរប៉ុន្តែស្រាប់តែ Healer ហ្នឹងគាត់បដិសេធគាត់មិនធ្វើរឿងរ៉ាវទៅតាមសំណើដែលពួកគេនឹងបានស្នើសុំឲ្យគាត់ធ្វើនោះទេមិនបានប្រមាណផងហ្នឹងស្រាប់តែគេនឹងក៏បានបង្ហាញឲ្យ Healer ហ្នឹងឃើញមុនហោកំពុងតែសន្លប់នៅកន្លែងនេះមួយនេះដើម្បីឲ្យ Healer ហ្នឹងធ្វើទៅតាមសំណើរបស់គេអញ្ចឹងនៅពេលដែលពួកគេហ្នឹងជជែកគ្នាចលងទៅ Healer ហ្នឹងគឺគេមិនធ្វើទៅតាមសំណើរបស់ក្រុមរបស់ពួកគេនោះទេហើយភ្លាមហ្នឹងស្រាប់តែគេហ្នឹងក៏បានបង្ហាញឲ្យ Healer ហ្នឹងឃើញយ៉ងស៊ីនថាឥឡូវហ្នឹងគឺគេហ្នឹងបានចាប់យ៉ងស៊ីនហ្នឹងយកទៅបាត់ហើយបើសិនជា Healer ហ្នឹងមិនធ្វើតាមសំណើរបស់គេនោះទេអញ្ចឹងនៅពេលនោះគេនឹងធ្វើបាបទៅលើយ៉ងស៊ីនបន្ទាប់មក Healer ហ្នឹងគេក៏សួរថាតើពួកគេនឹងឲ្យគាត់នឹងធ្វើរឿងអីគេចំណែកក្រុមរបស់គេនឹងក៏បានប្រាប់ថាឲ្យ Healer នឹងសារភាពថាគាត់នឹងគឺជាអ្នកសម្រាប់សងឈោហើយភ្លាមនឹង Healer នឹងគេក៏យកព្រមតែម្ដងដោយគេបានសារភាពថាគេនឹងគឺជាអ្នកសម្រាប់សងឈោដោយសារតែសងឈោនឹងបានចម្ពាក់លុយថ្លៃលបែងរបស់គេនឹងអស់ច្រើនណាប៉ុន្តែគេអត់សងគាត់នោះទេទើបបានជាគាត់នឹងសម្រាប់សងឈោនឹងតែម្ដងអញ្ចឹងនៅពេលដែលគាត់នឹងបានសារភាពថាសម្រាប់សងឈោរួចហើយនឹងស្រាប់តែគេនឹងក៏បានឲ្យគាត់នឹងជួបជាមួយនឹង Elder ទៀតកំឡុងពេលហ្នឹង Elder ហ្នឹងគេក៏បានគម្រាមទៅកាន់ Healer របស់យើងទៀតហើយគេបានប្រាប់ថាឥឡូវហ្នឹង Healer ហ្នឹងខ្លាយទៅជាកូនចៅរបស់គេហើយបើសិនជា Healer ហ្នឹងមិនធ្វើទៅតាមអ្វីដែលគេបញ្ជានោះទេអញ្ចឹងនៅពេលនោះសុវត្ថិភាពមនុស្សជាទីស្រឡាញ់របស់ Healer ហ្នឹងបានជាមានគ្រោះថ្នាក់ជាមិនខានឡើយគឺគេមិនធានាសុវត្ថិភាពទៅលើមនុស្សដែលគេស្រឡាញ់អញ្ចឹងហ្នឹងពេលដែលពួកគេហ្នឹងបានជជែកគ្នារួចរាល់អស់ហើយហ្នឹង Healer ហ្នឹងគេក៏បានមករកយ៉ងស៊ីននៅឯ condo របស់មុនហោចំណែកយ៉ងស៊ីននៅណែវិញគេនឹងក៏បានស្ទុះទៅអោប Healer របស់យើងនឹងតែម្ដងហើយ Healer នឹងគេសួរថាតើយ៉ងស៊ីនហ្នឹងភ័យអត់ចំណែកយ៉ងស៊ីនហ្នឹងគេប្រាប់ថាគេភ័យខ្លាំងណាស់ប៉ុន្តែគេឃើញថា Healer ហ្នឹងគឺភ័យជាងគេទៅទៀតដោយសារតែមុខរបស់ Healer ឥឡូវហ្នឹងគឺស្លេកអស់បាត់ទៅហើយបន្ទាប់មក Healer ហ្នឹងក៏បានសួរបន្តទៀតថាតើមាននរណាម្នាក់វាយធ្វើបាបទៅលើយ៉ងស៊ីនអីអត់ចំណែកយ៉ងស៊ីនវិញគេប្រាប់ថាអត់មានណាគេធ្វើបាបមកលើគាត់អ្វីនោះទេបន្ទាប់ពីបានសួរនាំគ្នារួចរាល់អស់ហើយហ្នឹង Healer ហ្នឹងគេក៏បានប្រាប់ថាឥឡូវហ្នឹងគឺគេមិនអាចធ្វើជាមនុស្សធម្មតាដូចអង្ការពីមុននោះទេដោយសារតែឥឡូវហ្នឹងគឺគាត់ហ្នឹងបានសារភាពថាគាត់ហ្នឹងគឺជាឃាតករដែលបានសម្លាប់លោកផាក់ដងឈុលបាត់ទៅហើយអ្នកដែលបានបង្ខំគាត់ឲ្យសារភាពបែបហ្នឹងគឺជា Elder ប៉ុន្តែ Elder ហ្នឹងគេបានដាក់លក្ខខណ្ឌឲ្យគាត់ថាបើសិនជា Elder ហ្នឹងធ្វើទៅតាមសំណើរបស់គេអញ្ចឹងនៅពេលនោះគេមិនផ្ដល់វីដេអូដែលគេបានសារភាពថាបានសម្លាប់ទៅលើផាក់ដងឈុលហ្នឹងឲ្យទៅដល់ដៃប៉ូលីសនោះទេហើយភ្លាមហ្នឹងយ៉ងស៊ីហ្នឹងក៏សួរថាតើពួកគេនឹងយករឿងអ្វីទៅគម្រាមដើម្បីឲ្យ Healer ហ្នឹងសារភាពបែបហ្នឹងអញ្ចឹងនៅពេលដែលគាត់គិតមួយផ្លែទៅគាត់បានដឹងថាអូការពិតទៅគឺពួកគេនឹងបានចាប់គាត់ដើម្បីយកទៅគម្រាម Healer ទៅធ្វើឲ្យ Healer ហ្នឹងសារភាពថាខ្លួនឯងហ្នឹងគឺជាឃាតករបែបហ្នឹងធ្វើឲ្យយ៉ងស៊ីហ្នឹងគេខុសចិត្តជាមួយនឹង Healer ខ្លាំងមែនតើថាមិនគួរណា Healer ហ្នឹងទៅសារភាពបែបហ្នឹងអញ្ចឹងសោះឲ្យឈួរទេអីបន្ទាប់មក Healer ហ្នឹងគេក៏បានប្រាប់ថាគេត្រូវរត់គេចខ្លួនហ្នឹងមួយរយៈសិនដើម្បីដោះស្រាយរឿងក្តីមួយហ្នឹងចំណែកយ៉ងស៊ីនហ្នឹងក៏បានសូមចូលរួមក្នុងការដោះស្រាយរឿងក្តីរបស់ Healer ហ្នឹងដែរប៉ុន្តែ Healer ហ្នឹងគាត់បដិសេធសូម្បីតែខលទូរស័ព្ទឬក៏មកក្បែរផ្ទះរបស់គាត់ហ្នឹងក៏មិនឲ្យយ៉ងស៊ីនហ្នឹងមកដែរដោយសារតែគាត់ហ្នឹងខ្លាចគេហ្នឹងសង្ស័យទៅលើយ៉ងស៊ីនរបស់យើងហ្នឹងថាជាជនសង្ស័យអីអញ្ចឹងទៅណាហើយភ្លាមហ្នឹងយ៉ងស៊ីនហ្នឹងក៏សួរថាអញ្ចឹងតើឲ្យគាត់
đang thuaយ៉ាងមិនទៅបានអាចជួប Healer នឹងបានចំណែក Healer នឹងគាត់មិនដឹងជាធัวយ៉ាងមិននោះទេហើយក៏បានអោបជាមួយនឹងយ៉ងស៊ីនអីអញ្ចឹងទៅណាហើយសាច់រឿងមួយហ្នឹងគេក៏បានកាត់ចូលម្ដង Moon Six ជាមួយនឹង Moon Ho នៅនេះវិញម្ដងឥឡូវហ្នឹង Moon Ho ហ្នឹងគេបានប្រាប់ថាឲ្យ Moon Six ហ្នឹងដោះលែង Moon Ho មិនមែនដោះលែង Moon Ho ទេគឺដោះលែង Healer ប៉ុន្តែបងប្រុសរបស់គេហ្នឹងបានតបទៅវិញថាគាត់មិនអាចដោះលែង Healer បាននោះទេដោយសារតែ Healer លើហ្នឹងគឺត្រូវ Elder ហ្នឹងបានគ្រប់គ្រងគេហ្នឹងបាត់ទៅហើយបន្ទាប់មកហ្នឹងពួកគេក៏បានជជែកគ្នាចឡើងទៅ Moon Ho ហ្នឹងគេក៏បានជជែកគ្នាអំពី ជីអានគេនិយាយថាបងប្រុសរបស់គេហ្នឹងគឺបានកុហកមកយ៉ងហ៊ីថាជីអានហ្នឹងស្លាប់បាត់ទៅហើយទាំងដែលជីអានហ្នឹងនៅមានជីវិតរស់នៅឡើងជងងងហើយភ្លាមហ្នឹងស្រាប់តែ Moon Six ហ្នឹងគេក៏បានទៅផ្ដាច់ឧបករណ៍សូត្រសម្លេងរបស់មកយ៉ងហ៊ីដោយសារតែរឿងហ្នឹងគឺវាធ្ងន់ធ្ងរខ្លាំងពេកចំពោះមកយ៉ងហ៊ីហើយគេហ្នឹងក៏មិនចង់ឲ្យមកយ៉ងហ៊ីហ្នឹងបានដឹងរឿងហ្នឹងដែរទើបបានជាគេហ្នឹងផ្ដាច់សម្លេងនឹងចោលតែម្ដងការពិតទៅនៅទាំងអស់គ្នា Moon Six ហ្នឹងគេក៏បានដឹងថាមកយ៉ងហ៊ីហ្នឹងគឺបានប្រកបឧបករណ៍សូត្រសម្លេងនៅក្នុងបន្ទប់គេដែរគ្រាន់តែគេមិននិយាយតែប៉ុណ្ណោះរីឯមកយ៉ងហ៊ីនៅនេះវិញគេក៏បានស្ដាប់ឮសម្លេងដែលពួកគេហ្នឹងបានជជែកគ្នាដែរហើយគេក៏បានដឹងថាឥឡូវហ្នឹងកូនស្រីរបស់គេហ្នឹងគឺមិនទាន់បានស្លាប់នោះទេហើយគេក៏បានកាត់ចូលមកដល់ Healer នៅនេះវិញម្ដងនៅក្នុងថ្ងៃហ្នឹងគឺគាត់បានតាមរកឃាតករដែលបានសម្លាប់លោកផាក់ដងឈោហ្នឹងដោយខ្លួនឯងផ្ទាល់តែម្ដងកាលណាដែលគាត់ហ្នឹងបានរកឃើញឃាតករនឹងពិតប្រាកដហើយអញ្ចឹងនៅពេលនោះគឺគាត់នឹងមិនស្ថិតនៅក្នុងកញ្ញាំដៃរបស់ Elder តទៅទៀតនោះទេដើម្បីចង់ដឹងថាតើនរណាគឺជាម្ចាស់ឡានឲ្យពិតប្រាកដអញ្ចឹង Healer ហ្នឹងក៏បានដើរទាត់ឡាននៅកន្លែងហ្នឹងតែម្ដងដើម្បីឲ្យម្ចាស់ឡានរបស់គេហ្នឹងមកមើលឡានរបស់គេហើយភ្លាមហ្នឹងម្ចាស់ឡាននីមួយហ្នឹងគេក៏បានមកមើលឡានរបស់គេដោយសារតែឡានរបស់គេស្រែកឮសំឡេងប្លែកយោចំណែក Healer នៅនេះវិញគេក៏បានឃ្លាំមើលថាតើនរណាគឺជាម្ចាស់ឡានពណ៌ខ្មៅមួយហ្នឹងហើយគេក៏បានដឹងថាពួកគេទាំងអស់គ្នានេះគឺជាម្ចាស់ឡានពណ៌ខ្មៅមួយហ្នឹងអញ្ចឹងនៅពេលដែលគេចេញទៅផុតទៅគាត់ក៏បានចូលទៅដោះកាមេរ៉ានៅក្នុងឡានរបស់គេដើម្បីយកទៅតាមដានរកភស្តុតាងអីអញ្ចឹងទៅណាមិនត្រឹមតែប៉ុណ្ណឹងនោះទេ Healer ហ្នឹងក៏បានបន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនដើម្បីបន្លំយកបារាមដៃឬក៏ក្រៅដៃរបស់ពួកគេទាំងអស់គ្នាហ្នឹងដោយសារតែគាត់គិតថាពួកគេទាំងអស់គ្នាហ្នឹងគឺជាឃាតករដែលបានសម្លាប់លោកដងឈុលគាត់ក៏បានប្រមូលភស្តុតាងមួយចំនួនដើម្បីទុកប្តឹងប៉ូលីសឯងចឹងទៅប៉ុន្តែក្នុងការស្វែងរកភស្តុតាងរបស់គាត់ហ្នឹងបើសិនជាក្រុមរបស់ Elder បានដឹងរឿងហ្នឹងអញ្ចឹងនៅពេលនោះគេនឹងកំចាត់ Elder ហ្នឹងចេញតែម្ដងចំណែកឯ Healer គេក៏សង្ឃឹមថាក្រុមរបស់ Elder ហ្នឹងគឺមិនដឹងថាគេហ្នឹងគឺកំពុងតែស្វែងរកភស្តុតាងបែបហ្នឹងទៅចោះហើយយើងក៏លេចមើលមកយ៉ងហ៊ីនៅនេះវិញម្ដងឥឡូវហ្នឹងគេក៏បានរៀបចំម្ហូបអាហារហ្នឹងឲ្យ Moon Six ញ៉ាំដូចជាធម្មតាហើយកំឡុងពេលហ្នឹងគេក៏បានប្រាប់ថានៅពេលដែលគាត់ហ្នឹងបានសម្រេចចិត្តរៀបការជាមួយនឹង Moon Six គឺគាត់ហ្នឹងបានប្រាប់ Moon Six ហើយថាគាត់ហ្នឹងមិនអាចធ្វើជាប្រពន្ធស្របច្បាប់ជាមួយនឹង Moon Six បាននោះទេគាត់គ្រាន់តែសុំស្នាក់នៅផ្ទះជាមួយនឹង Moon Six តែប៉ុណ្ណោះរីឯ Moon Six ហ្នឹងគេក៏បានយល់ព្រមដែរថាមិនអីទេឲ្យតែមកយ៉ងហ៊ីហ្នឹងបាននៅក្បែរគេទៅគឺគាត់ហ្នឹងអស់ចិត្តហើយបន្តមកទៀតហ្នឹងមកយ៉ងហ៊ីហ្នឹងគេក៏បានប្រាប់ទៀតថាឥឡូវហ្នឹងគេនឹងរើចាក់ចេញពីផ្ទះមួយហ្នឹងដើម្បីទៅរស់នៅជាមួយនឹង Moon Ho រីឯ Moon Six ហ្នឹងគេក៏សួរថាហេតុអីបានចង់ចាក់ចេញពីផ្ទះមួយហ្នឹងអញ្ចឹងចំណែកមកយ៉ងហ៊ីហ្នឹងគេបានប្រាប់ថាការពិតទៅកូនស្រីរបស់គេហ្នឹងគឺនៅមានជីវិតទេអញ្ចឹងហើយទើបបានជាគេហ្នឹងចង់ចាក់ចេញពីផ្ទះមួយហ្នឹងដើម្បីតាមរកកូនស្រីរបស់គេហើយភ្លាមហ្នឹង Moon Six ហ្នឹងគេក៏បានប្រាប់ថាគេហ្នឹងនឹងជួយតាមរកកូនស្រីរបស់មកយ៉ងហ៊ីហ្នឹងឲ្យមកយ៉ងហ៊ីប៉ុន្តែមកយ៉ងហ៊ីហ្នឹងគេមិនព្រមទេគេប្រាប់ថាគេនឹងតាមរកកូនស្រីរបស់គេហ្នឹងដោយខ្លួនឯងតែម្ដងដោយសារតែឥឡូវហ្នឹងគឺគេនឹងលែងជឿជាក់ទៅលើ Moon Six ហ្នឹងតទៅទៀតហើយហ្នឹងគាត់ក៏បានសួរបន្តទៀតថាហេតុអ្វីបានជា Moon Six ហ្នឹងកុហកគាត់ថាកូនស្រីរបស់គាត់នឹងស្លាប់ទៅវិញទាំងដែលកូនស្រីរបស់គាត់ហ្នឹងនៅមានជីវិតរស់នៅឡើយទេរីឯ Moon Ho ហ្នឹងគេក៏បានតបទៅវិញថាដោយសារតែមានគេនឹងប្រាប់គាត់ថាកូនស្រីរបស់មកយ៉ងហ៊ីហ្នឹងបានស្លាប់បាត់ទៅហើយទើបបានជាគាត់នឹងប្រាប់ថាកូនស្រីរបស់មកយ៉ងហ៊ីហ្នឹងគឺបានស្លាប់បាត់អីអញ្ចឹងទៅណាដល់ពេលអញ្ចឹងទៅធ្វើឲ្យមកយ៉ងហ៊ីហ្នឹងគេខឹងខ្លាំងណាស់គេថាដោយសារតែមូលហេតុទាំងអស់ហ្នឹងហើយទើបធ្វើឲ្យគេហ្នឹងមិន
មិនអាចស្រឡាញ់ទៅលើមូនស៊ីកនឹងបាននោះទេចឹងហើយនៅពេលដែលគេហ្នឹងបានជជែកគ្នាចឡើងទៅមូនហូនហ្នឹងគេក៏បានមកដល់បន្ទាប់មកហ្នឹងគេក៏បានយកមកយ៉ងហ៊ីហ្នឹងទៅនៅជាមួយគេរីឯមូនស៊ីកនេះគេក៏បានខត់ថាកុំឲ្យមកយ៉ងហ៊ីហ្នឹងចាក់ចេញពីគេអីប៉ុន្តែមកយ៉ងហ៊ីហ្នឹងគឺគេមិនព្រមឡើយក៏បានចាក់ចេញទៅជាមួយមូនហូនហ្នឹងតែម្ដងឥឡូវនេះមូនហូនហ្នឹងគេក៏បានយកមកយ៉ងហ៊ីហ្នឹងឲ្យមកចូលរួមសហការនៅឯក្នុងក្រុមហ៊ុនរបស់គេហើយគាត់ហ្នឹងក៏បានណែនាំឲ្យកូនចៅរបស់គាត់ហ្នឹងបានដឹងថាមកយ៉ងហ៊ីហ្នឹងគឺជាអ្នកយកសារព័ត៌មាននៅក្នុងឆ្នាំ1980ហើយក៏បានណែនាំឲ្យពួកគេហ្នឹងបានស្គាល់គ្នាទៅវិញទៅមកអីចឹងទៅណានិយាយពីថាម្នាក់នៅពេលដែលបានដឹងថាមកយ៉ងហ៊ីហ្នឹងគឺជាអ្នកយកសារព័ត៌មាននៅក្នុងកំឡុងឆ្នាំ1980ហ្នឹងគឺគេហ្នឹងសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលគេបានជួបអ្នកយកសារព័ត៌មានជើងចាស់អីចឹងទៅបន្ទាប់មកមកយ៉ងហ៊ីហ្នឹងគេក៏បានមកជជែកគ្នាជាមួយនឹងយ៉ងស៊ីននៅកន្លែងនេះមួយហើយគេហ្នឹងក៏បានសួរថាតើឥឡូវហ្នឹងមិត្តប្រុសរបស់យ៉ងស៊ីនហ្នឹងទៅណាហើយមិនក៏មិនឃើញចំណែកយ៉ងស៊ីនហ្នឹងគេក៏បានប្រាប់ថាការពិតទៅមិត្តប្រុសរបស់គេហ្នឹងគឺត្រូវបាន Elder នឹងធ្វើបាបដើម្បីបញ្ជាគាត់ឲ្យទៅធ្វើនេះធ្វើនោះតាមចិត្ត Elder អញ្ចឹងទៅប៉ុន្តែមិត្តប្រុសរបស់គាត់ហ្នឹងគឺមិនចង់ធ្វើការឲ្យ Elder នោះទេហើយមិត្តប្រុសរបស់គេហ្នឹងក៏បានរកវិធីណាមួយដើម្បីតតាំងជាមួយនឹង Elder ទៅវិញទៅមកអញ្ចឹងទៅណាគេក៏បានកាត់ចុះមកដល់ Healer នៅនេះវិញម្ដងឥឡូវហ្នឹងពួកគេទាំងអស់គ្នាហ្នឹងក៏បានចាប់ Healer យកមកកន្លែងរបស់គេដោយសារតែគេបានដឹងថា Healer ហ្នឹងគឺបានចូលស្នាមម្រាមដៃរបស់គេដើម្បីយកធ្វើជាភ័ស្តុតាងអីចឹងទៅណាហើយកំឡុងពេលហ្នឹងស្រាប់តែ Healer ហ្នឹងក៏បានវាយពួកគេហ្នឹងសន្លប់នៅនឹងកន្លែងហ្នឹងអស់តែម្ដងបន្ទាប់មកហ្នឹងគាត់ក៏បានយកមេដៃរបស់ពួកគេហ្នឹងផ្ដិតទៅលើឯកសាររបស់គាត់ទៀតអញ្ចឹងនៅពេលដែលគាត់ហ្នឹងបានផ្ដិតមេដៃរបស់ពួកគេរួចរាល់អស់ហើយហ្នឹងគាត់ក៏បានមកអង្គុយនៅកន្លែងនេះមួយហើយគាត់ហ្នឹងពិតជានឹកដល់យ៉ងស៊ីនហ្នឹងខ្លាំងមែនទែនប៉ុន្តែគាត់មិនអាចតាក់ទងទៅកាន់យ៉ងស៊ីនបាននោះទេរីឯយ៉ងស៊ីននៅវិញនៅពេលដែលគាត់ហ្នឹងបានឆុងកាហ្វេសឹកហ្នឹងគាត់ក៏បានឆ្លៀតខទៅកាន់ Healer ប៉ុន្តែគឺខមិនចូលនោះទេដោយសារតែ Healer ហ្នឹងគឺគាត់ឈប់ប្រើទូរស័ព្ទហើយធ្វើឲ្យយ៉ងស៊ីនហ្នឹងគេបារម្ភជាមួយនឹង Healer ហ្នឹងខ្លាំងមែនទែនរីឯមូនស៊ីកនៅវិញម្ដងគាត់កំពុងតែញ៉ាំអាហារសឹកហ្នឹងស្រាប់តែលោកពូអូធីវ៉ុនម្នាក់នេះគេក៏បានយកព័ត៌មានមួយឲ្យទៅលោកគីមូនស៊ីកហ្នឹងគាត់មើលហើយនៅក្នុងព័ត៌មានមួយហ្នឹងគឺជាមូនហូដែលកំពុងផ្សាយថានៅក្នុងឆ្នាំ1992ហ្នឹងគឺមានក្រុមហ៊ុនមួយដែលមានឈ្មោះថា Omega Venture បានផលិតថ្នាំលាបពណ៌មួយដើម្បីការពារមិនឲ្យឆាប់ច្រេះប៉ុន្តែផ្ទុយទៅវិញនៅពេលដែលមានអ្នកចំនួនមួយគេបានទៅទិញទឹកថ្នាំពីក្នុងក្រុមហ៊ុនមួយហ្នឹងយកមកលាបដៃរបស់គេដើម្បីសាងសង់ស្ពានធ្វើចរាចរណ៍ហ្នឹងស្រាប់តែស្ពានរបស់គេហ្នឹងក៏ឆាប់បាក់បែកតែម្ដងអញ្ចឹងហើយហ្នឹងគេគិតថាក្រុមហ៊ុនមួយហ្នឹងគឺរកស៊ីបោកប្រាស់ប្រជាជនអីអញ្ចឹងទៅណាហើយក្រុមហ៊ុនដែលលក់ទឹកថ្នាំនៅក្នុងឆ្នាំ1992រហូតមកដល់ពេលនេះគឺគេបានដាក់ឈ្មោះថ្មីមួយទៀតដែលមានឈ្មោះថា Omega Holding រួចហើយហ្នឹងគេក៏បានបង្ហាញមុខរបស់ Elder ហ្នឹងឲ្យពួកគេបានដឹងហើយគេហ្នឹងក៏បានប្រាប់ថាលោក Elder ហ្នឹងហើយដែលជានាយកប្រណិប័តនៃក្រុមហ៊ុន Omega Holding ហ្នឹងណាឥឡូវហ្នឹងកូនចៅរបស់គេហ្នឹងគឺទៅសម្ភាសលោកElder ហ្នឹងហើយប៉ុន្តែលោក Elder ហ្នឹងគឺគេហ្នឹងមិនព្រមផ្ដល់បទសម្ភាសឲ្យទៅអ្នកកសែតរបស់គេនោះទេហើយសាច់រឿងមួយហ្នឹងគេក៏បានកាត់ចូលមកដល់ Healer នៅដែលវិញម្ដងនេះឥឡូវហ្នឹងគេគឺកំពុងតែឃ្លាំមើលពួកគេមួយក្រុមនេះពួកគេមួយក្រុមហ្នឹងហើយដែលពួកគេហ្នឹងបានគំរាមឲ្យគាត់ហ្នឹងសារភាពថាគាត់ហ្នឹងគឺជាឃាតករដែលបានសម្រាប់លោកផាក់ដងឈោហ្នឹងហើយ Healer ក៏ឃ្លាំមើលហ្នឹងគឺឃ្លាំមើលចង់ដឹងថាតើពួកគេទាំងអស់គ្នាហ្នឹងយកវីដេអូដែលគាត់បានសារភាពថាគាត់ហ្នឹងគឺជាឃាតករហ្នឹងលាក់ទុកនៅណានៅណីអីចឹងទៅណាដើម្បីឲ្យគាត់ហ្នឹងងាយស្រួលក្នុងការលុបវីដេអូមួយហ្នឹងចាញ់កំឡុងពេលហ្នឹងស្រាប់តែពួកគេហ្នឹងក៏បានរកឃើញទីតាំងរបស់ hacker ហើយភ្លាមហ្នឹងពួកគេហ្នឹងក៏បានចេញឡានដើម្បីសម្ដៅទៅរកកន្លែង hacker ហ្នឹងភ្លាមតែម្ដងរីឯ Healer នៅដែលវិញគឺគាត់បានដឹងថាពួកគេទាំងអស់គ្នាហ្នឹងគឺកំពុងតែទៅរកកន្លែង hacker របស់គាត់នោះទេហើយគាត់ហ្នឹងក៏បានដើរចូលទៅក្នុងក្រុមហ៊ុនរបស់ពួកគេដើម្បីរកវីដេអូរបស់គាត់អីអញ្ចឹងទៅណាហើយភ្លាមហ្នឹងគាត់ក៏បានចូលទៅដល់កន្លែង hacker របស់ពួកគេហ្នឹងរួចហើយហ្នឹងគាត់ក៏សួរថាតើកន្លែងហ្នឹងពួកគេទៅណាទៅចំណែកម្នាក់ប្រុសហ្នឹងគេក៏បាន
បានប្រាប់ថាក្រុមការងាររបស់គេហ្នឹងគឺបានទៅរកក្រុម hacker របស់ Healer គ្រាន់តែ Healer បានដឹងអញ្ចឹងភ្លាមមកគេក៏បានតាក់ទងទៅកាន់ hacker ភ្លាមតែម្ដងថាឥឡូវហ្នឹងក្រុម hacker របស់ពួកគេនេះគឺបានទៅរកផ្ទះរបស់ hacker ហ្នឹងហើយអញ្ចឹងហើយហ្នឹងឲ្យ hacker ហ្នឹងបញ្ញាប់ចាក់ចេញពីផ្ទះរបស់គាត់ហ្នឹងឲ្យលឿនទៅហើយ hacker ហ្នឹងគេក៏បានបើកឡានយ៉ាងលឿនដើម្បីទៅជួយ hacker របស់គេហ្នឹងផងដែរចំណែក hacker នៅនេះវិញគេក៏បានរៀបចំឧបករណ៍របស់គេនិយាយវាថាអើយច្រើនខ្លាំងមែនតើមិនដឹងស្អីស្អុកនោះទេហើយភ្លាមនោះស្រាប់តែ hacker ហ្នឹងក៏បានដឹងថាឥឡូវហ្នឹងក្រុម hacker របស់ពួកគេហ្នឹងគឺបានមកដល់ផ្ទះរបស់គាត់ហើយគាត់ហ្នឹងក៏បានដើរចេញដោយបន្លំខ្លួនដូចជាអ្នកសំទានអញ្ចឹងប៉ុន្តែពួកគេទាំងអស់គ្នាហ្នឹងគឺមិនបានស្គាល់គាត់នោះទេដើរជួបផ្លូវគ្នាអញ្ចឹងទៅណាកំឡុងពេលនោះស្រាប់តែ hacker ហ្នឹងគាត់ក៏បានធ្វើធ្លាក់ឧបករណ៍របស់គាត់មួយចំណែកឯម្នាក់ប្រុសនេះគេក៏បានឃើញហើយគេហ្នឹងក៏បានសួរថាតើhacker ហ្នឹងគឺជា hacker មែនធ្វើឲ្យម្នាក់ប្រុសហ្នឹងគេសង្ស័យខ្លាំងណាស់ក៏បានដេញតាម hacker ហ្នឹងភ្លាមតែម្ដងប៉ុន្តែ hacker ហ្នឹងគេក៏បានរត់ចេញយ៉ាងលឿនហើយនៅកន្លែងហ្នឹង admin ស្មានតាម្នាក់ប្រុសហ្នឹងចាប់ hacker បានហើយតាប៉ុន្តែកំឡុងពេលហ្នឹងស្រាប់តែ healer ហ្នឹងគេក៏បានមកជួយ hacker ហ្នឹងទាន់ទេចំណែក healer វិញគឺគាត់ក៏មិនដែលបានស្គាល់មុខមាត់របស់ hacker ដែរគាត់ក៏បានសួរថាតើអ៊ីម្នាក់ហ្នឹងគឺជា hacker មែនចំណែក hacker ហ្នឹងគេក៏បានស្ដីឲ្យទៅកាន់ healer ហើយហ្នឹងក៏បានដើរចេញឡើងខ្ទើអញ្ចឹងតែម្ដងនៅពេលដែលពួកគេមកដល់ក្នុងឡានហ្នឹងhacker ហ្នឹងគេក៏បានប្រាប់ថាមិនឲ្យ healer ហ្នឹងមើលមុខគាត់ទេបើមិនអញ្ចឹងទេគាត់នឹងចាប់បោយសក់របស់ healer ហ្នឹងតែម្ដងបន្ទាប់មក healer ហ្នឹងគេក៏បានបបួល hacker ហ្នឹងទៅដើរលេងជាមួយគេប៉ុន្តែ hacker ហ្នឹងគឺគេមិនទៅជាមួយ healer នោះទេដោយសារតែគេហ្នឹងមិនទុកចិត្តទៅលើ hacker ទៅលើ healer ហើយភ្លាមហ្នឹង healer ហ្នឹងគេក៏បានប្រាប់ថាមិនក៏ hacker ហ្នឹងមិនជឿទុកចិត្តមកលើគេអញ្ចឹងគេគឺជា healer នៅពេលដែលពួកគេហ្នឹងបានជជែកគ្នារួចរាល់អស់ហើយហ្នឹងសត្វតែយ៉ងស៊ីន healer មុនហោជាមួយនឹង hacker ហ្នឹងគេក៏បានមកជួបជុំគ្នានៅកន្លែងនេះមួយហើយ admin ក៏មិនបានដឹងថាពួកគេទាំង4នាក់ហ្នឹងគឺកំពុងតែធ្វើដំណើរទៅណាដែរសាច់គឺមួយហ្នឹងគឺ slash ត្រឹមហ្នឹងតែម្ដងហើយជាចុងក្រោយហ្នឹង admin សំណូមពរអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe like និងឬកណ្ដឹងដល់ channel ថ្មីរបស់ admin ម្នាក់មួយផងអរគុណបាយបាយ